ស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ Channel របស់យើងសាជាថ្មីម្ដងទៀតថ្ងៃនេះខ្ញុំមានសៀវភៅមួយចង់ចែករំលែកនិងអានជូនអ្នកទាំងអស់គ្នាស្ដាប់ដែលអ្នកស្ដាប់រួចនឹងដឹងពីវិធីចាយលុយឲ្យសល់សៀវភៅនោះមានចំណងជើងថា The Art of Spending Money ដែលជាស្នាដៃនិពន្ធដ៏ល្បីល្បាញរបស់ Morgan Housel គាត់ក៏ជាអ្នកនិពន្ធសៀវភៅដ៏ល្បី The Psychology of Money ដែលមនុស្សភាគច្រើនស្គាល់ផងដែរដូច្នេះចូលអង្គុយឲ្យស្រួលហើយចាប់ផ្ដើមដំណើរទាំងអស់គ្នាហេតុអ្វីបានជាមនុស្សជាច្រើនរកលុយបានប៉ុន្តែមិនដែលសល់លុយតើអ្នកធ្លាប់ឆ្ងល់ទេហេតុអ្វីបានជាមានមនុស្សខ្លះរកលុយបានច្រើនប៉ុន្តែនៅតែរស់នៅក្នុងភាពតានតឹងហេតុអ្វីបានជាមនុស្សខ្លះមានប្រាក់ខែខ្ពស់ប៉ុន្តែមិនដែលនៅសល់លុយដល់ចុងខែហើយហេតុអ្វីបានជាមនុស្សខ្លះដែលមិនសូវមានចំណូលខ្ពស់បែរជាអាចកសាងទ្រព្យសម្បត្តិនិងរស់នៅដោយសន្តិភាពផ្លូវចិត្តបើអ្នកគិតថាចម្លើយគឺព្រោះពួកគេរកលុយបានច្រើនជាងប្រហែលជាអ្នកនឹងភ្ញាក់ផ្អើលព្រោះការពិតនោះគឺការរកលុយនិងការក្លាយជាអ្នកមានគឺជាជំនាញពីរផ្សេងគ្នាមនុស្សជាច្រើនរៀនពីរបៀបរកលុយប៉ុន្តែមនុស្សតិចណាស់ដែលរៀនពីរបៀបរក្សាលុយហើយមនុស្សកាន់តែតិចទៀតដែលរៀនពីរបៀបឲ្យលុយធ្វើការឲ្យពួកគេថ្ងៃនេះខ្ញុំចង់ប្រាប់អ្នកអំពីរឿងមួយរឿងរបស់បុរសពីរនាក់ដែលចាប់ផ្ដើមជីវិតស្ទើរតែដូចគ្នាទាំងស្រុងពួកគេមានអាយុដូចគ្នាមានការងារស្រដៀងគ្នាមានប្រាក់ខែប្រហាក់ប្រហែលគ្នាហើយមានក្តីសុបិនដូចគ្នាគឺចង់រស់នៅជីវិតដែលល្អប្រសើរប៉ុន្តែ10ឆ្នាំក្រោយមកម្នាក់មានសេរីភាពហិរញ្ញវត្ថុម្នាក់ទៀតរស់នៅក្នុងបំណុលអ្វីដែលធ្វើឲ្យពួកគេខុសគ្នានោះគឺមិនមែនចំណូលទេគឺជារបៀបដែលពួកគេចាយលុយបុរសទី1រាល់ពេលប្រាក់ខែឡើងគាត់បង្កើនការចំណាយទូរស័ព្ទថ្មីសម្លៀកបំពាក់ថ្មីម៉ូតូថ្មីអ្វីៗថ្មីជានិច្ចគាត់គិតថាការមានបានគឺជាអ្វីដែលអ្នកដទៃអាចមើលឃើញប៉ុន្តែបុរសទី2គាត់គិតខុសពីនេះគាត់មិនចំណាយដើម្បីបង្ហាញទេគាត់ចំណាយដើម្បីកសាងអនាគតគាត់សន្សំគាត់រៀនគាត់វិនិយោគលើខ្លួនឯងហើយជារៀងរាល់ឆ្នាំគម្លាតរវាងអ្នកទាំងពីរកាន់តែធំឡើងនេះនាំយើងទៅកាន់មេរៀនដំបូងមេរៀនទី1លុយគឺជាអ្នកបម្រើដ៏អស្ចារ្យប៉ុន្តែជាម្ចាស់ដ៏អាក្រក់មនុស្សភាគច្រើនដេញតាមលុយពេញមួយជីវិតពួកគេគិតថាបើមានលុយច្រើនគ្រប់យ៉ាងនឹងល្អប៉ុន្តែតើអ្នកធ្លាប់ឃើញមនុស្សមានលុយច្រើនប៉ុន្តែគ្មានសេចក្តីសុខដែរឬទេចម្លើយគឺច្រើនណាស់ហេតុអ្វីព្រោះលុយគឺជាឧបករណ៍មិនមែនជាគោលដៅលុយអាចទិញផ្ទះបានប៉ុន្តែមិនអាចទិញគ្រួសារដែលស្រឡាញ់គ្នាបានទេលុយអាចទិញគ្រែបានប៉ុន្តែមិនអាចទិញដំណេកលក់ស្រួលបានទេលុយអាចទិញនាឡិកាថ្លៃបានប៉ុន្តែមិនអាចទិញពេលវេលាដែលបាត់បង់ទៅបានទេដូច្នេះគោលបំណងនៃលុយមិនមែនដើម្បីប្រមូលវាឲ្យបានច្រើនបំផុតទេគោលបំណងនៃលុយគឺដើម្បីបង្កើនជីវិតដែលអ្នកចង់រស់នៅសូមសួរខ្លួនឯងមួយសំណួរបើថ្ងៃនេះអ្នកមានលុយគ្រប់គ្រាន់សម្រាប់ពេញមួយជីវិតតើអ្នកនឹងរស់នៅបែបណាចម្លើយនោះហើយគឺជាអ្វីដែលអ្នកពិតជាចង់បានមិនមែនលុយនោះទេមេរៀនទី2អន្ទាក់ដែលមនុស្សភាគច្រើនធ្លាក់ចូលមានអ្នកនេសាទម្នាក់គាត់នេសាទត្រីពេលព្រឹកលេងជាមួយកូនពេលរសៀលហើយអង្គុយសម្រាកជាមួយគ្រួសារពេលល្ងាចថ្ងៃមួយអ្នកជំនួញម្នាក់បានប្រាប់គាត់ថាអ្នកគួរធ្វើការច្រើនជាងនេះអ្នកនេសាទសួរដើម្បីអ្វីដើម្បីរកលុយបានច្រើនអ្នកនេសាទសួរបន្ទាប់ហើយបន្ទាប់មកអ្នកអាចពង្រីកអាជីវកម្មហើយបន្ទាប់មក
អ្នកអាចចូលនិវត្តន៍និងរស់នៅសប្បាយអ្នកនេសាទញញឹមហើយឆ្លើយថាតើខ្ញុំកំពុងធ្វើអ្វីឥឡូវនេះមេរៀននៅទីនេះមិនមែនថាពុំគួរខិតខំធ្វើការទេមេរៀនគឺត្រូវដឹងថាហេតុអ្វីបានជាអ្នកចង់បានលុយព្រោះបើអ្នកមិនដឹងទេអ្នកអាចចំណាយពេលវេលាពេញមួយជីវិតដើម្បីដេញតាមអ្វីដែលអ្នកមិនត្រូវការកំបាំងដែលអ្នកមានយល់ប៉ុន្តែមនុស្សភាគច្រើនមើលរំលងសូមស្រមៃថាថ្ងៃនេះមានមនុស្ស2នាក់ចាប់ផ្ដើមជីវិតការងារដូចគ្នាអ្នកទី1ចំណាយលុយស្ទើរតែទាំងអស់ដែលគាត់រកបានអ្នកទី2សន្សំនិងវិនិយោគតែ 10% នៃចំណូលរបស់គាត់1ឆ្នាំកន្លងផុតទៅគ្មានអ្វីខុសគ្នាច្រើនទេ2ឆ្នាំកន្លងផុតទៅនៅតែមើលទៅស្ទើរតែដូចគ្នា5ឆ្នាំកន្លងផុតទៅចាប់ផ្ដើមមានភាពខុសគ្នាបន្តិច10ឆ្នាំកន្លងផុតទៅភាពខុសគ្នាក៏คล้ายជាធំ20ឆ្នាំកន្លងផុតទៅជីវិតរបស់ពួកគេស្ទើរតែដូចជាមនុស្សពីរពិភពផ្សេងគ្នាហេតុអ្វីព្រោះជោគជ័យហិរញ្ញវត្ថុមិនមែនកើតឡើងដោយសារការសម្រេចចិត្តធំមួយនោះទេវាកើតឡើងដោយសារការសម្រេចចិត្តតូចៗដែលធ្វើជារៀងរាល់ថ្ងៃមេរៀនទី3អំណាចនៃកាហ្វេមួយកែវមានមនុស្សម្នាក់និយាយថាខ្ញុំមិនអាចក្លាយជាអ្នកមានបានទេព្រោះខ្ញុំរកលុយមិនបានច្រើនប៉ុន្តែសំណួរគឺតើគាត់គ្រប់គ្រងលុយដែលគាត់មានយ៉ាងដូចម្តេចសូមស្រមៃថាអ្នកទិញកាហ្វេមួយកែវតម្លៃ$3ជារៀងរាល់ថ្ងៃ$3មើលទៅតិចណាស់អ្នកស្ទើរតែមិនគិតអំពីវាផងប៉ុន្តែមួយខែវាក្លាយជា$90មួយឆ្នាំជាង$1000 10ឆ្នាំជាង$10000ហើយបើលុយនោះត្រូវបានវិនិយោគតម្លៃរបស់វាអាចកើនឡើងច្រើនជាងនេះទៀតចំណុចសំខាន់មិនមែនថាអ្នកត្រូវឈប់ផឹកកាហ្វេទេចំណុចសំខាន់គឺរាល់ការសម្រេចចិត្តតូចៗមានផលប៉ះពាល់ធំលើអនាគតជីវិតរបស់អ្នកថ្ងៃនេះគឺជាលទ្ធផលនៃទម្លាប់តូចៗរាប់ពាន់ដែលអ្នកបានធ្វើកាលពីមុនមេរៀនទី4មនុស្សដែលមើលទៅមាននិងអ្នកមានពិតប្រាកដនេះគឺជាមេរៀនសំខាន់បំផុតពេលអ្នកឃើញឡានថ្លៃមួយគ្រឿងតើអ្នកគិតអ្វីអ្នកប្រហែលជាគិតថាម្ចាស់រថយន្តនោះមានលុយច្រើនប៉ុន្តែការពិតអ្នកមិនដឹងទេប្រហែលជាគាត់មានលុយច្រើនឬប្រហែលជាគាត់មានបំណុលច្រើនអ្នកមិនអាចដឹងបានទេមនុស្សភាគច្រើនច្រឡំរវាងភាពមាននិងការបង្ហាញថាមានអ្នកមានពិតប្រាកដមិនចាំបាច់ឲ្យគេឃើញទ្រព្យសម្បត្តិរបស់គាត់ទេព្រោះទ្រព្យសម្បត្តិពិតប្រាកដគឺជាអ្វីដែលគេមើលមិនឃើញវាគឺជាគណនីសន្សំវាជាការវិនិយោគវាជាប្រាក់បម្រុងវាជាសេរីភាពក្នុងការជ្រើសរើសជីវិតហើយចំណុចគួរឲ្យចាប់អារម្មណ៍គឺរបស់ដែលមនុស្សភាគច្រើនចង់បង្ហាញជារបស់ដែលធ្វើឲ្យពួកគេកាន់តែក្រមេរៀនទី5អន្ទាក់នៃការប្រៀបធៀបមានបញ្ហាមួយដែលមិនមាននៅសម័យមុនគឺបណ្ដាញសង្គមរាល់ថ្ងៃអ្នកឃើញមនុស្សធ្វើដំណើរអ្នកឃើញមនុស្សទិញឡានថ្មីអ្នកឃើញមនុស្សញ៉ាំអាហារថ្លៃៗអ្នកឃើញមនុស្សរស់នៅដូចជាគ្មានបញ្ហាអ្វីទាំងអស់ហើយបន្តិចម្ដងអ្នកចាប់ផ្ដើមមានអារម្មណ៍ថាអ្នកខ្វះអ្វីមួយប៉ុន្តែការពិតគឺអ្នកកំពុងមើល highlight reel របស់ពួកគេអ្នកកំពុងមើលតែអ្វីដែលពួកគេចង់ឲ្យអ្នកឃើញតែអ្នកមិនបានឃើញបំណុលរបស់ពួកគេទេអ្នកមិនបានឃើញភាពតានតឹងរបស់ពួកគេទេអ្នកមិនបានឃើញបញ្ហាដែលពួកគេកំពុងលាក់នោះទេដូច្នេះកុំប្រៀបធៀបជីវិតពិតរបស់អ្នកជាមួយរូបភាពដែលគេជ្រើសរើសបង្ហាញមេរៀនទី6លុយទិញអ្វីដែលមានតម្លៃបំផុតមនុស្សជាច្រើនគិតថាលុយអាចទិញផ្ទះបានទិញឡានបានទិញសម្លៀកបំពាក់បានតែរបស់មានតម្លៃបំផុតដែលលុយអាចទិញបានគឺសេរីភាពក្នុងការនិយាយថាទេសេរីភាពក្នុងការឈប់ធ្វើការងារដែលអ្នកស្អប់
សេរីភាពក្នុងការចំណាយពេលជាមួយគ្រួសារសេរីភាពក្នុងការរស់នៅតាមរបៀបដែលអ្នកចង់រស់អ្នកមានពិតប្រាកដមិនមែនជាមនុស្សដែលមានរបស់ច្រើនជាងគេទេអ្នកមានពិតប្រាកដគឺជាមនុស្សដែលមានសេរីភាពច្រើនជាងគេឥឡូវនេះយើងបានដឹងហើយថាអ្វីដែលធ្វើឲ្យមនុស្សភាគច្រើនមិនអាចកសាងទ្រព្យសម្បត្តិបានប៉ុន្តែសំណួរបន្ទាប់គឺតើយើងត្រូវធ្វើអ្វីខ្លះដើម្បីឲ្យលុយរបស់យើងចាប់ផ្ដើមធ្វើការឲ្យយើងនៅក្នុងផ្នែកបន្ទាប់យើងនឹងរៀនអំពីច្បាប់មាស7យ៉ាងនៃការចាយលុយដែលអាចផ្លាស់ប្ដូរអនាគតហិរញ្ញវត្ថុរបស់អ្នកទាំងស្រុងច្បាប់មាសនៃអ្នកមាននិងការកសាងសេរីភាពហិរញ្ញវត្ថុនៅក្នុងផ្នែកមុនយើងបានរៀនថាលុយគឺជាឧបករណ៍មិនមែនជាគោលដៅយើងបានឃើញថាការចាយដោយអារម្មណ៍អាចបំផ្លាញអនាគតយើងបានឃើញថាការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃគឺជាអន្ទាក់ដ៏ធំមួយហើយយើងក៏បានយល់ថាអ្នកមានពិតប្រាកដមិនមែនជាមនុស្សដែលមានរបស់ច្រើនទេតែជាមនុស្សដែលមានសេរីភាពច្រើនជាងគេឥឡូវនេះយើងនឹងចូលទៅកាន់ផ្នែកសំខាន់បំផុតច្បាប់មាសដែលអាចផ្លាស់ប្ដូរជីវិតហិរញ្ញវត្ថុរបស់អ្នកទាំងស្រុងមេរៀនទី7ច្បាប់50-30-20នៃការចាយលុយមនុស្សជាច្រើនមិនដឹងថាលុយគួរត្រូវដឹកនាំយ៉ាងដូចម្តេចពួកគេគ្រាន់តែចាយហើយសង្ឃឹមថានឹងសល់ប៉ុន្តែអ្នកមានវិន័យធ្វើផ្ទុយគ្នាគាត់បែងចែកលុយមុនចាយច្បាប់សាមញ្ញមួយគឺ50% សម្រាប់ចំណាយចាំបាច់30% សម្រាប់ជីវិតនិងអារម្មណ៍20% សម្រាប់សន្សំនិងវិនិយោគច្បាប់នេះមិនមែនជាច្បាប់ដាច់ខាតទេប៉ុន្តែវាជាគោលការណ៍ដែលធ្វើឲ្យយើងដឹងលុយរបស់យើងទៅណាមានលុយសល់ហើយមិនបាត់ដោយមិនដឹងខ្លួនមេរៀនទី8អ្នកមានពិតប្រាកដគិតពីអនាគតមិនមែនបច្ចុប្បន្នមនុស្សភាគច្រើនរស់នៅសម្រាប់ថ្ងៃនេះប៉ុន្តែអ្នកមានពិតប្រាកដរស់នៅដោយគិតពី5ឆ្នាំខាងមុខគាត់សួរខ្លួនឯងថាបើខ្ញុំធ្វើសកម្មភាពនេះថ្ងៃនេះតើវានឹងជួយអនាគតខ្ញុំឬបំផ្លាញអនាគតខ្ញុំនេះហើយជាភាពខុសគ្នាមនុស្សម្នាក់ចំណាយដើម្បីភាពសប្បាយភ្លាមមនុស្សម្នាក់ទៀតវិនិយោគដើម្បីសេរីភាពរយៈពេលវែងមេរៀនទី9រឿងនិទានទីក្រុងបាប៊ីឡូននិងមាសមួយដុំនៅទីក្រុងបាប៊ីឡូនបុរាណមានបុរសម្នាក់ដែលធ្វើការយ៉ាងលំបាកជារៀងរាល់ថ្ងៃប៉ុន្តែគាត់មិនដែលសល់លុយឡើយថ្ងៃមួយគាត់បានជួបបុរសមានទ្រព្យសម្បត្តិម្នាក់បុរសមានទ្រព្យបានប្រាប់គាត់ថាមាសដែលអ្នករកបានគួរតែរក្សាទុកមួយផ្នែកសម្រាប់ខ្លួនអ្នកជាមុនសិនបើអ្នកមិនធ្វើដូច្នោះទេអ្នកនឹងធ្វើការពេញមួយជីវិតប៉ុន្តែមិនមានអ្វីសល់មេរៀនសំខាន់គឺមុនចាយលុយត្រូវសន្សំជាមុនមិនមែនសន្សំអ្វីដែលនៅសល់ទេតែសន្សំជាផ្នែកដំបូងមេរៀនទី10អំណាចនៃការវិនិយោគលើខ្លួនឯងមានរបស់មួយដែលគ្មាននរណាអាចដកពីអ្នកបានទេគឺចំណេះដឹងទ្រព្យសម្បត្តិអាចបាត់បង់ការងារអាចបាត់បង់លុយអាចបាត់បង់ប៉ុន្តែចំណេះដឹងនិងជំនាញនៅជាមួយអ្នកជារៀងរហូតមនុស្សដែលមានជំនាញខ្ពស់មិនដែលខ្វះឱកាសទេព្រោះពួកគេជាអ្នកបង្កើតតម្លៃនិងមិនមែនជាអ្នករងចាំឱកាសមេរៀនទី11 Compound Effect អំណាចនៃការធ្វើតិចជារៀងរាល់ថ្ងៃមនុស្សភាគច្រើនចង់បានលទ្ធផលធំភ្លាមប៉ុន្តែការពិតគឺជោគជ័យធំកើតឡើងពីការធ្វើរឿងតូចជាប់គ្នាសន្សំតិចតួចរាល់ថ្ងៃរៀនតិចតួចរាល់ថ្ងៃវិនិយោគតិចតួចរាល់ថ្ងៃហើយពេលវេលានឹងធ្វើឲ្យវាក្លាយជាអ្វីដែលធំជាងអ្វីដែលអ្នកស្រមៃបានមេរៀនទី12សេរីភាពគឺជាទ្រព្យសម្បត្តិពិតប្រាកដ
នៅចុងបញ្ចប់សំណួរមិនមែនថាអ្នកមានលុយប៉ុន្មានទេតែគឺតើអ្នកមានសេរីភាពប៉ុន្មានអ្នកអាចធ្វើអ្វីដែលអ្នកចង់ធ្វើបានទេអ្នកអាចចំណាយពេលជាមួយមនុស្សដែលអ្នកស្រឡាញ់បានទេអ្នកអាចនិយាយថាទេទៅអ្វីដែលបំផ្លាញជីវិតអ្នកបានទេបើចម្លើយគឺបាននោះអ្នកមានរួចហើយមុននឹងចូលដល់សារចុងក្រោយបើយល់ថាវីដេអូនេះមានប្រយោជន៍ហើយចង់ស្ដាប់សៀវភៅទាក់ទងចិត្តវិទ្យាសៀវភៅអភិវឌ្ឍខ្លួនទំនាក់ទំនងស្នេហាសូមចុច like subscribe និងចែករំលែកទៅកាន់អ្នកដែលជិតស្និទ្ធរបស់អ្នកសារចុងក្រោយបើអ្នកចងចាំតែរឿងមួយពីវីដេអូនេះសូមចងចាំថាលុយមិនមែនជាគោលដៅលុយគឺជាឧបករណ៍បើអ្នកប្រើវាដោយឆ្លាតវានឹងផ្ដល់សេរីភាពឲ្យអ្នកបើអ្នកប្រើវាដោយអារម្មណ៍វានឹងគ្រប់គ្រងជីវិតអ្នកថ្ងៃនេះជីវិតហិរញ្ញវត្ថុរបស់អ្នកគឺជាលទ្ធផលនៃការសម្រេចចិត្តតូចៗកាលពីមុនហើយថ្ងៃស្អែកវានឹងក្លាយជាលទ្ធផលនៃការសម្រេចចិត្តដែលអ្នកធ្វើនៅថ្ងៃនេះសូមអរគុណសម្រាប់ការស្ដាប់សូមឲ្យអ្នកមានសេរីភាពហិរញ្ញវត្ថុសន្តិភាពផ្លូវចិត្តនិងជីវិតដែលអ្នកពិតជាចង់រស់នៅជួបគ្នានៅវីដេអូបន្ទាប់